មានអារម្មណ៍ថាថ្ងៃហ្នឹងចង់ញ៉ាំមីគោកម្ដងឥឡូវហ្នឹងគឺខ្ញុំពងតែ voice over ហ្នឹងម៉ោង8យប់ជាងហើយម៉ោង8ជាងហើយអ្នកទាំងអស់គ្នាដែលបានមើលវីដេអូហ្នឹងឃើញនៅម៉ោងប៉ុន្មានដែរហើយឥឡូវហ្នឹងគឺខ្ញុំមកធ្វើការចៀនជាមួយនឹងប្រហិតត្រីសិនបន្ទាប់មកពេលដែលខ្ញុំចៀនឆ្អិនហើយគឺខ្ញុំមកធ្វើការដាំជាមួយនឹងដាំទឹកបន្ទាប់មកដាំទឹកហើយវាអត់តាន់ពុះទេគឺខ្ញុំមកដាក់ជាមួយនឹងទឹកម្ទេសសិនដើម្បីជ្រលក់ជាមួយនឹងប្រហិតយើងអញ្ចឹងណាហើយឥឡូវហ្នឹងទឹករបស់ខ្ញុំដាំហ្នឹងគឺបានពុះហើយខ្ញុំធ្វើការហែកជាមួយនឹងមីគោកដើម្បីដាក់ស្រុះជាមួយនឹងទឹកក្តៅអញ្ចឹងណាហើយថ្ងៃហ្នឹងខ្ញុំជ្រើសរើសមីអាពណ៌ផ្កាឈូកនេះមីគោក្រេពណ៌ផ្កាឈូកហ្នឹងវាអត់សូវហឹលហ្មងទេវារសជាតិឆេះអញ្ចឹងណាតែបើណាគេចូលចិត្តហឹលអញ្ចឹងអាចយកអាពណ៌ខ្មៅឬក៏អាមួយទៀតគុណនឹង2អញ្ចឹងណាពណ៌ក្រហមតែថ្ងៃនេះខ្ញុំចង់ញ៉ាំអាឆេះហ្នឹងតែក៏ខ្ញុំយកអាពណ៌ផ្កាឈូកហ្នឹងទៅហើយដើម្បីឲ្យមីគោកយើងឆាប់រីកគឺយើងធ្វើការកូរត្រឡប់វានៅក្នុងឆ្នាំងហ្នឹងហ្មងទៅហើយគឺខ្ញុំបានស្រង់មីហ្នឹងឡើងមកហើយអញ្ចឹងណាដាក់នៅក្នុងចានសំខាន់ណាស់សរសៃមីគោកហ្នឹងសាច់វាទន់ហើយស្វិតទៀតពេលយើងដាក់ចូលមាត់ទៅឆ្ងាញ់ហ្មងហើយលាយជាមួយនឹងទឹកសុសអញ្ចឹងណាហើយទឹកសុសហ្នឹងគឺខ្ញុំដាក់ចូលចិត្តដាក់ទាំងអស់ហ្មងអត់ទុកឲ្យនៅបន្តិចទេព្រោះអីខ្ញុំចូលចិត្តហឹលអញ្ចឹងណាប៉ុន្តែបើយើងញ៉ាំមីច្រើនពេកក៏ធ្វើឲ្យសុខភាពយើងអត់ល្អដែរធ្វើឲ្យយើងក្តៅក្នុងឈឺអីផ្សេងអញ្ចឹងណាហើយនេះគឺខ្ញុំដាក់ជាមួយនឹងអាសោសឈីសគេហ្នឹងមិនជាមួយមីនិងអាទឹកសុសហ្នឹងឆ្ងាញ់ហ្មងនិយាយទៅមិនចាំដាក់ហិតមិនចាំដាក់ស្អីផ្សេងក៏បានដែរទៅមានតែមីហ្នឹងក៏ឆ្ងាញ់ដែរទៅពេលដែលខ្ញុំ voice over នឹងបដាគឺខ្ញុំនឹកឃើញឃ្លានទៀតបដ ாய் ហ្មងណាមើលទំនងសាហាវហ្មងណាអុយក្រហមចឹងអីប៉ុន្តែអានេះមិនក្រហមខ្លាំងដូចអាគុណនឹង2ណាអាហ្នឹងគឺវាអត់សូវហឹលហ្មងទេបើអាគុណនឹង2ដាក់ទៅអូយវាមែននិយាយទៅមិនបាច់មិនស្លាប់ក៏ចេះហោះដែរឥឡូវបន្ទាប់ពីខ្ញុំមិចមីជាមួយនឹងអាទឹកសុសវានឹងហើយចុងក្រោយគឺខ្ញុំដាក់ជាមួយនឹងប្រហិតពីលើមីចឹងណាមើលទៅគួរឲ្យចង់ញ៉ាំហើយពេលដែលយើងញ៉ាំមីជាមួយនឹងប្រហិតទៅក៏វាឆ្ងាញ់ដែរប៉ុន្តែកុំញ៉ាំច្រើនពេកប្រយ័ត្នខូចសុខភាពឥឡូវមើលសម្រស់អូយមើលឲ្យមើលចិត្តហ្មងអាសរសៃមីហ្នឹងល្បីហ្មងប៉ុន្តែកុំសូវញ៉ាំមីច្រើនពេកណា